ពីវិស័យបវរកញ្ញាលីវជាលីសំងំបាខាងរកស៊ីកាន់តកកបសន្សំទិញផ្លាកទីនទុករហូតអាចសម្រេចក្តីស្រមៃធំមួយចានិយាយពីបវរកញ្ញាលីវជាលីអតីតម្ចាស់ជ័យលាភី Miss Grand Cambodia 2020ដែលជាបវរកញ្ញាមួយរូបមានប្រជាប្រិយភាពខ្លាំងធ្លាប់ទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាច្រើនជាមួយនឹងសមត្ថភាពរូបសម្រស់របស់នាងលើសពីនេះលីវជាលីក៏ជាបវរកញ្ញាមានភាពលេចធ្លោខ្លាំងក្នុងចិត្តមហាជនខណៈកាលពីអំឡុងឆ្នាំ2021កន្លងទៅនាងធ្លាប់តំណាងកម្ពុជាឈរលើឆាកអន្តរជាតិដែលទទួលបានលទ្ធផលល្អមួយសម្រាប់ប្រទេសផងដែរក្រោយពីបញ្ចប់បេសកកម្មតំណាងប្រទេសអំឡុងឆ្នាំ2021នោះគេសង្កេតឃើញថាប៉ុន្មានឆ្នាំកន្លងទៅលីវជាលីនៅតែរក្សាបានប្រជាប្រិយភាពខ្លាំងដដែលជាមួយនឹងការបង្ហាញខ្លួនលើឆាកវិស័យបវរកញ្ញាជាគណៈកម្មការក៏ដូចជាចូលរួមក្នុងកម្មវិធីផ្សេងមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេកញ្ញាលីវជាលីក៏ធ្លាប់ប្រឡូកក្នុងវិស័យសម្ដែងមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងភាពយន្តភាគខ្មែរបន្តបន្ទាប់និងធ្លាប់រៀនលើបទពិសោធន៍ថ្មីដែលវិវត្តខ្លួនធ្វើជាពិធីការនីទៀតផងដោយឡែកប៉ុន្មានឆ្នាំក្រោយមកនេះកញ្ញាលីវជាលីត្រូវបានគេចាប់អារម្មណ៍ឃើញថានាងហាក់ស្ងប់ស្ងាត់ខ្លាំងមិនសូវឃើញបង្ហាញវត្តមានទាំងក្នុងវិស័យបវរកញ្ញានិងវិស័យសិល្បៈផ្សេងដែលនាងបានងាកទៅចាប់បើករបររកស៊ីផ្នែកថែរក្សាសម្រស់វិញនិងកំពុងដំណើរការយ៉ាងកាក់កបខណៈបវរកញ្ញារូបនេះបង្ហាញជីវិតយ៉ាងធូរធារហៃសូមិនធម្មតាជាក់ស្ដែងស្របពេលបើករកស៊ីកាន់តែជោគជ័យមកដល់ថ្មីនេះលីវជាលីបានបង្ហាញរបស់ទ្រព្យថ្មីចូលផ្ទះដែលឃើញនាងបានទិញរថយន្តទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាងជាកាដូចេញពីកម្លាំងញើសឈាមនៃការខំប្រឹងរកស៊ីរបស់នាងផងដែរក្នុងនោះលីវជាលីបានបង្ហោះស្វាគមន៍សមាជិកថ្មីភ្ជាប់ជាមួយសាររៀបរាប់ថានាំស្រីសកូនមាសកូនពូជចូលផ្ទះនិងស្រូបយកតែទ្រព្យសម្បត្តិហេងហេងចូលផ្ទះណាកូនម្ដាយនេះជាលទ្ធផលដែលកូនទិញផ្លាកទីនទុកនេះមិនបានទិញមាសតែក៏បានទិញផ្លាកទីនយោងអរគុណព្រះរស់ទាំងពីរដែលតែងតែនៅក្បែរកូនជាម្លប់ដ៏ត្រជាក់សម្រាប់កូនស្រីម្នាក់នេះកូនមានសំណាងណាស់បានកើតជាកូនរបស់អ្នកមានគុណទាំងពីរចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា